បងប្អូនទាំងអស់គ្នាដែលចូលចិត្តហូបផ្លែគុយបាទផ្លែគុយជាផ្លែឈើព្រៃមួយប្រភេទបាទដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនបងប្អូនបាទហើយអ្នកដែលចូលចិត្តហូបបាទឃើញវីដេអូនេះហើយបាទសូមអធិស្ឋានផងបាទហើយនេះគឺជាផ្លែគុយបាទយើងទិញគេបាទគេមកលក់ដល់មកទៅហើយយើងក៏ឆ្លៀតទិញគេមកថងមកហូបទៅបាទហើយក្នុងមួយថងនេះដែរគឺតម្លៃ10000រៀលបងប្អូនបាទហើយអ្នកលក់ថាក្នុងមួយថងនេះចូល1គីឡូជាងហើយឥឡូវនេះខ្ញុំកំពុងតែហូបបងប្អូនបាទដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតគឺឆ្ងាញ់មែនតើបងប្អូនហើយផ្លែខ្លះក៏ផ្អែមផ្លែខ្លះក៏មានរសជាតិរៀងជូរអែមអញ្ចឹងទៅបងប្អូនបាទគឺឆ្ងាញ់មែនតើបាទហើយដល់ពេលនេះគឺគុយរៀងស្បើយហើយបងប្អូនបាទគឺលែងសម្បូរដូចមុនហើយបាទព្រោះអីវាចិត្តដល់ពេលដែលត្រូវផុតហើយបាទអញ្ចឹងបងប្អូនដែលចង់ហូបគុយឆាប់ទិញហូបឲ្យទៅបាទប្រយ័ត្នអត់បានហូបអញ្ចឹងតតែឆ្នាំក្រោយទើបឲ្យបានហូបបាទឥឡូវនេះគឺដាក់មួយម៉ាត់ហើយម៉ាត់ទៀតបាទបញ្ចូលសំឡេងនេះគឺបញ្ចូលផងគឺលេបទឹកមើលផងបាទព្រោះអីមើលទៅទំនួងបងប្អូនបាទបងប្អូនដែលធ្លាប់ហូបគុយដឹងហើយបាទរសជាតិគុយយ៉ាងណាបាទគឺចំមកផ្អែមគឺផ្អែមឈ្ងុយមែនតើបាទចំមកជូរអែមដាក់ទៅគឺជ្រះមើលតែម្ដងបងប្អូនបាទអញ្ចឹងគឺវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងដែរបងប្អូនបាទអញ្ចឹងអរគុណច្រើនជម្រាបលាបងប្អូនទាំងគ្នាOkay.